ដល់វគ្គមកយើងសម្អាតអាងកូនកែបយើងទៀតហើយបងប្អូនបាទឃើញថាកូនកែបយើងសុខភាពល្អណាស់បងប្អូនវគ្គនេះធំលឿនដល់បងប្អូនវាយើងសម្អាតវាបានល្អអញ្ចឹងវានេះសុខភាពកែបវាល្អយើងលាងសម្អាតរាល់ថ្ងៃឥឡូវកែបយើងស៊ី4លីហើយតែធំជាងលើជើងវានោះចិត្តប៉ុនក៏ដៃកូនក្មេងហើយបងប្អូននិយាយរួមទៅប៉ុនក៏ដៃកូនក្មេងបើស្រុកវាសុខភាពល្អមកតង់នេះហើយសបូរញីមកតាមមើលទៅពូជកែបនេះវាធំបងប្អូនគាត់តាយើងមើលរូបរាងវាពីនៅតូចអញ្ចឹងក៏ដឹងថាកែបនឹងពូជវាធំកែបដែលធំចេញរាងមកស្គាល់ហ្មងបើឲ្យពោះវានឹងផេលហ្មងបងប្អូនវាអត់ដូចកែបណាមើលទៅដកខ្លួនណានេះអត់ទេមើលទៅឃើញតាក្បាលពោះហ្មងជាងកូនកែបនេះសុខភាពល្អនិយាយរួមទៅយើងចាំរងថ្ងៃមើលប្លែករងថ្ងៃបងនឹងសម្រាប់បងប្អូនដែលថ្មីអត់ទាន់ដឹងពីរបៀបថែទាំកូនកែបងប្អូនមើលវីដេអូនេះទៅចាំខ្ញុំប្រាប់ពីរបៀបយើងថែទាំវាចឹងកូនកែបទូទៅយើងដើម្បីវាសុខភាពល្អយើងលាងទឹកវាមួយថ្ងៃ2 ដងបងប្អូនលាង2 ដងបានហើយមិនចាំច្រើនទេចាំ2 ដងមុនពេលយើងឲ្យចំណីវានឹងលាងម្ដងទៅដល់ពេលល្ងាចនឹងមុនពេលឲ្យចំណីហ្នឹងលាងម្ដងទៀតវាឲ្យចំណីស៊ីទៅឃើញចឹងរាល់ដងហ្នឹងណាកូនកែបយើងសុខភាពល្អវាអត់មានប៉ះពាល់ក្លិនអាចវាណាតែបើយើងលាងអត់បានត្រឹមត្រូវទេវាធ្វើឲ្យទឹកនឹងវាធំក្លិនហើយកែបយើងក៏សុខភាពអត់ល្អដែរហើយបើកូនកែបនេះខ្លាបងប្អូនវារត់ពេញណាមកមើលណូតឃើញថាវារស់ល្វើកមកវាអត់មានស្ទុះកូនកែបវាសុខភាពល្អវាចឹងវីដេអូហ្នឹងអត់មានអីច្រើនទេបងប្អូន